ម្សៅពោធិ20គីឡូរបស់ឃាតក្រលីវបានមកដល់មុខភូមិហើយថ្ងៃនេះឯងត្រូវតែរៀបការត្រឹមបន្ទះឈើបាក់បែកសោះសមនឹងពាក់ជាប់ខ្លួនរាល់ថ្ងៃដែរឬថែរក្សាវាដូចជីវិតខ្លួនឯងអញ្ចឹងគ្រាន់តែជារបស់កញ្ចាស់ដែលម្ដាយអាយុខ្លីរបស់ឯងបន្សល់ទុកឲ្យសោះទុកធ្វើអីគ្រូរងស្ងួត3ឆ្នាំគ្មានសល់គ្រាប់ស្រូវសំបីមួយគ្រាប់ខ្ញុំបែរជាឆ្លងភពមកទីនេះទៅវិញគ្រូសារម្ចាស់រាងកាយដើមនេះមានភាពឧស្សាហ៍ព្យាយាមនិងចិត្តល្អណាស់តែដោយសារតែឪពុកពិការទើបត្រូវយាយនឹងពូទី4កេងប្រវ័ញ្ចរហូតដល់ស្លាប់នេះជាកម្ដៅអីគេលំហកាសិណុងភ្ជាប់បានជោគជ័យទទួលបានទឹកជ្រោះសរីរាង្គមានជីវិតមួយដំណក់ដីខ្មៅពិសោធន៍ទិន្នផលខ្ពស់មួយចំណែកមិនចម្លែកទេដែលម្ដាយម្ចាស់រាងកាយដើមកាន់បន្តោងកញ្ចឹងនេះយ៉ាងជាប់មុនពេលស្លាប់នេះគឺជាផ្លូវរស់ដែលទុកឲ្យកូនស្រីតើទឹកជ្រោះនេះអាចព្យាបាលរបួសបានក្នុងឆ្នាំគ្រូរងស្ងួតទឹកជ្រោះមួយមាត់ដីមួយចំណែកនេះមានតម្លៃជាងភ្នំមាសភ្នំប្រាក់ទៅទៀតចង់យីកំសៅពោ20គីឡូលោកខ្ញុំឬលោកយាយគំនុំមួយនេះយើងនឹងគិតគូរគ្នាបន្តិចម្ដងឪពុកម្នាក់នេះពិការហើយសូម្បីតែបាយមួយពេលឲ្យកូនឆ្អែតក៏រកមិនបានដែរពុកម៉ែកុំបារម្ភអីឲ្យប្អូនប្រុសផឹកនេះសិនទៅទឹកនេះមិនក៏មានក្លិនឈ្ងុយអស់ផ្អែមស្រាលអញ្ចឹងកូនមើលទៅស្រស់ស្រាយជាងមុនច្រើនណាស់ពុកឯងក៏ផឹកដែរទៅទឹកនេះអាចជួយឲ្យរាងកាយមាំមួនបានស៊ូជើងរបស់ពុកអំបាញ់មិញដូចជាមានអារម្មណ៍កក់ក្ដៅបន្តិចពុកលោកយាយនិងពូទី4ដើម្បីតែម្សៅពោ20គីឡូសុកចិត្តបង្ខំលើកខ្ញុំឲ្យទៅឃាតក្រលីវដែលមានឈ្មោះអាក្រក់នោះឆ្នាំគ្រូរងស្ងួតបើនៅតែបន្តរស់នៅក្នុងគ្រួសារហាននេះគ្រួសារយើងនឹងត្រូវពួកគេបិទជញ្ជក់ឈាមរហូតដល់អស់មិនខានពួកគេមិនក៏ហ៊ានពុកថ្ងៃនេះយើងត្រូវតែបំបែកគ្រួសារកាលនោះដើម្បីប្រឆាំងនឹងគ្រោះទុរភិក្សពុកបានលះបង់ជីវិតជួយសង្គ្រោះពូហានឈៀងដែលជាមេភូមិគាត់ជាមនុស្សទៀងត្រង់និងដឹងគុណស៊ូយកចង្គមចកនេះទៅនេះជាវត្ថុតំណាងដែលពុកនិងពូហានឈៀងរួមគ្នាប្រឆាំងគ្រោះមហន្តរាយកាន់ទៅមុខភូមិរកគាត់សូមឲ្យគាត់ជួយរកយុទ្ធធម៌និងបំបែកគ្រួសារដើម្បីរស់នៅដោយខ្លួនឯងបងបីកុំលាក់ទៀតម្សៅពោ20គីឡូរបស់ឃាតក្រលីវថ្លឹងរួចរាល់ហើយឲ្យនាងឆាប់ចេញមកមិនបានទេនាងជាចៅស្រីនិងក្មួយស្រីបង្កើតរបស់ពួកឯងណាពួកឯងមិនអាចរុញនាងចូលក្នុងរណ្ដៅភ្លើងបានទេកុំនិយាយច្រើនរដូវរងស្ងួតបែបនេះអាចបដូរយកស្បៀងបានគឺជាសំណាងរបស់នាងហើយអាទី4ចុះដៃទៅចាប់ចង់យកទៅឈប់សិនក្នុងភ្នែកពួកឯងនៅមានច្បាប់មានយុត្តិធម៌ដែរឬទេហានឈៀងលោកមកផ្ទះយើងធ្វើអីមេងយានអញ្ជើញខ្ញុំមកដើម្បីរកយុទ្ធធម៌ហានឈៀងឲ្យតើមានការយល់ច្រឡំអ្វីទេគ្មានការយល់ច្រឡំទេមេងយានមិនចង់ធ្វើជាបន្ទុកគ្រួសារទេគេចង់បំបែកគ្រួសារចេញទៅរស់នៅដាច់ដោយឡែកហានតើលោកគិតយ៉ាងណាដែររឿងនេះដូចជាមិនសមរម្យទេឪពុកម្ដាយនៅរស់ហើយបំបែកគ្រួសារនឹងត្រូវគេចាក់ចង្អុលឆ្អឹងក្នុងមិនខានបំបែកគ្រួសារបំបែកស្អីគេអាទី3អត់ដឹងគុណអញពិការម៉ែធ្លាប់ស្អប់ខ្ពើមអញដែរឬទេមិនបានទេថ្ងៃនេះគ្រួសារមួយនេះខ្ញុំត្រូវតែបំបែកមេងយានឲ្យស្ថានភាពឯងបែបនេះបើបំបែកចេញទៅគឺមានតែផ្លូវស្លាប់ទេចែកផ្ទះបើចែកផ្ទះពួកយើងគ្មានស្បៀងអាហារហូបទៀតទេក្មេងតូចនិយាយផ្ដេសផ្ដាសពូទី3ជាមនុស្សពិការតើទៅបបាញ់សត្វបានយ៉ាងម៉េចពួកអ្នកមិនមែននិយាយថាថ្ងៃនេះរៀបការបងស្រីទី2ចេញទៅដើម្បីដោះដូរយកការរស់រានប៉ុន្មានថ្ងៃទៀតនឹងលូកបងស្រីទី3ទេម៉ែពិតជាចង់លូកកូនស្រីខ្ញុំមែនឬពួកនាងក៏ជាឈាមជ័ររបស់ត្រកូលហ៊ានដែរណាខ្ញុំគ្រាន់តែនិយាយប៉ាតណាប៉ាតណោះតើក្បាលធំហ៊ានខ្ញុំសួរឯងម្ដងទៀតឯងប្រកាសទេថាមិនចែកផ្ទះមិញយន់នៅផ្ទះពូក៏មិនសូវមានស្បៀងដែរប៉ុណ្ណេះឯងយកទៅហូបដោះស្រាយប៉ុន្មានថ្ងៃសិនទៅពូឆាំងឥឡូវគ្រប់ផ្ទះសុទ្ធតែឃ្លានអាហារស្បៀងនេះខ្ញុំមិនអាចទទួលយកបានទេគួសមជាមួយពូធ្វើអ្វីកាលឆ្នាំនោះប្រសិនបើមិនមែនឯងប្រថុយជីវិតជួយខ្ញុំទេស្មៅលើភ្នោខ្ញុំដុសខ្ពស់បាត់ទៅហើយអានេះឯងទុកទៅគុណបំណាច់ជួយជីវិតពូចាំមួយជីវិតគ្រាន់តែពូគ្មានសមត្ថភាពមិនអាចជួយឯងបានច្រើនបងប្អូនបង្កើតមិនស្មើនឹងអ្នកក្រៅផងស៊ីវជាក្មេងស្រីមានគំនិតខិតខំស៊ូទ្រាំទៅថ្ងៃល្អនៅខាងមុខទៀតតើលោកតាលីចឹងស្បៀងដែរឲ្យពូយើងខ្ចីស៊ីវម៉ែឯងជាមនុស្សទុនខ្សោយឯងជាកូនច្បងក្នុងផ្ទះស្បៀងនឹងលិខិតកិច្ចសន្យានេះប្រគល់ឲ្យឯងជាអ្នកថែរក្សាហើយពុកកូនអាចមើលថែបានល្អហើយក៏អាចការពារពុកម៉ែព្រមទាំងប្អូនបានល្អដែរពុកជឿលើកូននេះជាសមត្ថភាពពិសេសមែនទេលំហវិសេសរបស់ខ្ញុំសាកល្បងមើលបន្តិចឈ្មោះពោតគុណភាពអន់ស្មានតែមិនដល់ថែមទាំងមានវិធីដាំដុះទៀតប្រសើរណាស់កាត់អីហ្នឹងវិលមុខណាស់គ្រាន់តែប្រើលំហបន្តិចសោះតែប្រែជាបែបនេះបងស្រីពីងនេះខ្វក់ខ្លាំងណាស់តើអាចលាងជ្រះមែនឬអាចលាងជ្រះហើយយប់ឡើងពួកយើងនឹងមានពងរហូបហើយពួកឯងរើសបានសត្វហង្សព្រៃទេហានអវិឈិនមិនក៏គេមកទីនេះឯងនិយាយថាម៉េចសត្វហង្សព្រៃខ្ញុំទើបតែបាញ់ត្រូវអំបញ្ញមិញមានជាប់ព្រួញវាធ្លាក់នៅក្បែរនេះតើបានឃើញទេអត់ផងពួកខ្ញុំនៅតែខាត់ដុសពីងទឹកតាំងពីដើមមកពីងខ្វក់ពេកមិនបានចាប់អារម្មណ៍អ្វីផ្សេងទេ
ខ្ញុំពិតជាសង្ឃឹមថារើបានសត្វហង្សព្រៃមួយក្បាលមែនតើឯងមិនដឹងទេពួកយើងខានស្គាល់ជាតិសាច់យូរណាស់មកហើយថ្ងៃនេះខ្ញុំថែមទាំងស្ទើរតែត្រូវបានគ្រួសារលក់ដោះដូរយកការរស់រានទៀតផងតែក៏ហើយទៅចុះភ័យស្លាប់ហើយបងស្រីមើលស្នាមរបួសនោះចុះហានអវិឈិនដ៏គួរឲ្យខ្លាចនៅក្នុងការចងចាំរបស់ម្ចាស់រៀងដើមមើលទៅក៏មិនសូវសាហាវប៉ុន្មានដែរចូលមកក្នុងលំហរបស់ខ្ញុំហើយគឺជារបស់ខ្ញុំហើយម៉ែនិងប្អូនមានផ្លូវរស់ហើយខ្ញុំហៅថាលោកតាលីចឹងបានឲ្យស្បៀងចែកផ្ទះទៅអាទី3ស្អីគេម៉ែខ្ញុំមើលទៅប្រហែលជាមាន2-3គីឡូ2-3គីឡូនឹងអាចហូបបបរបានច្រើនពេលណាស់ណាម៉ែអញ្ចឹងយប់នេះទៅទីនោះទៅឲ្យពួកវារៀបចំប្រគល់ស្បៀងអាហារមកដោយខ្លួនឯងទៅទាំងយប់នឹងតែម្ដងដណ្ដើមយកស្បៀងអាហារមកវិញយេខ្ញុំទៅចាំឃ្លាំមើលនៅដំភូមិខ្ញុំក៏ទៅដែរល្អឲ្យតែដណ្ដើមស្បៀងមកវិញបានយាយនឹងឲ្យចៅហូបបបរពាក់កណ្ដាលចាងយួនណាងបែកផ្ទះគ្នារួចហើយខ្ញុំពិតជាមនុស្សឥតប្រយោជន៍មែនបងយួនឲ្យតែគ្រួសារយើងនៅជុំគ្នាខ្ញុំមិនខ្លាចអ្វីទាំងអស់ពុកម៉ែលើលោកនេះមានអ្វីត្រូវខ្លាចខ្មោចនោះអ្វីដែលគួរឲ្យខ្លាចជាងខ្មោចគឺចិត្តមនុស្សទៅវិញទេពុកពិសាទឹកនេះបន្តិចមើលផ្អែមទេពិតជាឆ្ងាញ់មែនទឹកដែលកូនស្រីខ្ញុំឲ្យពិតជាផ្អែមមែនម៉ែហូបបន្តិចដែរទៅជួយបាត់ស្រេកទឹកស៊ូទឹកនេះហេតុអ្វីបានជាផ្អែមយ៉ាងនេះរសជាតិមិនដូចទឹកអណ្ដូងសោះហេមកពីកូនជាអ្នកដកស្រង់មកឲ្យម៉ែនឹងណាស្លាប់ហើយម៉ែភ្នែកស្រួចដឹងតន់លឿនម្លេះលើកក្រោយត្រូវបន្ថែមឲ្យតិចជាងនេះហើយខ្ញុំទើបតែធ្លាប់ហូបទឹកអណ្ដូងផ្អែមយ៉ាងនេះជាលើកដំបូងទេបងស្រីគេត្រឡប់មកវិញទៀតហើយខ្ញុំប្រាប់ហើយថាមិនបានឃើញខ្ងានព្រៃទេតើលោកមកធ្វើអីទៀតគ្រាន់តែសត្វខ្ងៀនព្រៃមួយក្បាលសោះតូចចិត្តម្លេះការដំបងស្មានតែមុខមាត់គ្រាន់បើតែកំពុងមើលទៅឥឡូវទើបដឹងថាជាមនុស្សចិត្តចង្អៀតសោះសើចស្អីលោកឆែកឆេររួចហើយផ្ទះខ្ញុំគ្មានខ្ងានព្រៃទេកុំគិតថាខ្ញុំជាស្រីចង់ធ្វើបាបតាមចិត្តណាខ្ញុំមិនមែនមករកខ្ងានព្រៃទេប្រសើរណាស់សាច់សម្រាប់យប់នេះរក្សាទុកបានហើយអានេះឲ្យនាងមិនយកទេយកឲ្យខ្ញុំមែនហេតុអ្វីមិនចង់ឃើញនាងត្រូវបានគេរៀបការឲ្យទៅអ្នកកាប់ជ្រូកលីវទេហានអ៊ីឈិនលោកប្រហែលជាចូលចិត្តខ្ញុំហើយត្រូវទេនាងគិតច្រើនពេកហើយនៅតែថាមិនគិតអីទៀតបងស្រីភ័យស្ទើរប្រលឹងចេញពីខ្លួនហើយគ្មានអីទេមានបងនៅទីនេះទៅយប់នេះពួកយើងបន្ថែមម្ហូបពិសេសទុនសាយថតល្អម្លេះខ្ញុំខានហូបសាច់យូរហើយយេស្រែកស្អីកោបមិនមែនប្រាប់ឲ្យឯងទៅចាំមើលទេអីគឺមីមុខអាក្រក់យកទុនសាយថតមួយក្បាលទៅឲ្យផ្ទះពូទី3ស្អីគេទុនសាយឯងមើលច្បាស់ហើយឬនៅច្បាស់ណាស់ក្មេងស្រីនោះកំពុងតែបីវានៅក្នុងដៃពិតជាកូនអកតញ្ញូមែនមិនស្គាល់គុណមិនចេះតបស្នងដល់ម៉ែបង្កើតសោះទៅដណ្ដើមយកទុនសាយជាមួយយាយមិននឹកស្មានថាអាចចិញ្ចឹមសត្វរស់បានទៀតប្រសើរណាស់យប់ជ្រៅយ៉ាងនេះទៅហើយខ្ញុំនិងប្អូនស្រីទៅកិនស្រូវគឺគ្រោះថ្នាក់ណាស់ប្រសិនបើលំ Space អាចកែច្នៃដោយផ្ទាល់បានវាពិតជាល្អណាស់ព្រះអើយនេះពិតជាអាវុធទិព្វសពមុខមែនពួកអាផ្ទះអាទី3ចេញមកជួបអញភ្លាមគាត់មកធ្វើអីទៀតហើយម៉ែកុំចេញមកទុកឲ្យខ្ញុំអ្នករៀបចំប្អូនស្រីបើកទ្វារអូយចង្កេះអញមីក្មេងចង្រៃភ្នែកខ្វាក់ឬអីមិនឃើញយាយអញដួលទេមិនក៏មិនប្រញាប់មកគ្រាអញឡើងនរណាជាយាយរបស់ខ្ញុំឈាមស្រកស្រដៀងគ្នាពុករបស់អញកាត់ចេញពីពោះអញគ្មានធម៌មេត្តាសោះហើយចៅស្រីធ្វើបាបយាយបង្កើតទទួលបានទន្សាយហើយមិនចេះយកមកគុណសោះសាច់ផ្
ផ្ទះពួកវាបានសាច់មកពីណាហានមីងយ៉នមិនមែនពីការដេកស្ដុកស្ដឹងហើយទេអញមិនខ្វល់ថាទន្សាយបានមកពីណាទេអញជាម៉ែវាទន្សាយនឹងត្រូវតែជាកម្លាំងរបស់អញចង់មកដណ្ដើមរបស់ខ្ញុំផងថ្ងៃនេះនឹងឲ្យពួកឯងដឹងថាខ្ញុំហានលូស៊ូមិនមែនជាមនុស្សស្រួលធ្វើបាបឡើយមានរឿងអីទៀតហើយលោកពូមើលអាទី3កូនអបតញ្ញូនោះចុះចាប់បានទន្សាយលួចហូបស្ងាត់មិនដឹងចេះយកមកគុណខ្ញុំសោះគេបែកផ្ទះចេញទៅទាំងដៃទេហើយតើអ្នកឯងចង់បានអីទៀតតើតែបង្ខំឲ្យគ្រួសារគេស្លាប់អស់ទើបអស់ចិត្តមែនទេយន់នាងមើលទៅដូចជាខ្សោយណាស់មិននឹកស្មានថាកម្លាំងខ្លាំងយ៉ាងនេះសោះម៉ែខ្ញុំហៅម៉ែជាលើកចុងក្រោយហើយនៅស្គាល់ហើយថាម៉ែទៀតគុណបង្កើតនឹងចិញ្ចឹមបីបាច់ធំធេងដូចមេឃប៉ុន្តែរឿងរ៉ាវដែលម៉ែបានធ្វើម្ដងហើយម្ដងទៀតវាធ្វើឲ្យខ្ញុំអស់សង្ឃឹមនិងរងាចិត្តណាស់រយៈពេល3ឆ្នាំនៃគ្រោះអត់ឃ្លាននេះតើគ្រួសារយើងរស់បានដោយសារអីគឺដោយសារស្បៀងដែលខ្ញុំប្រមាញ់បានយកមកដូរកាលដើមឆ្នាំពេលខ្ញុំត្រូវចុកខំអាបួនវាខ្លាចរត់មិនរួចវាបានរុញខ្ញុំទៅឲ្យហ្វុងចុកហើយរត់យកប្រវត្តិតែឯងរឿងនេះតើម៉ែហ៊ាននិយាយថាម៉ែមិនដឹងទេឯងនិយាយផ្ដេសផ្ដាសមីងចឹងមិនធ្វើរឿងបែបហ្នឹងដាច់ខាតចង់ឲ្យហានអ៊ីឈិនមកតាំងទល់មុខគ្នាទេកាលនោះខ្ញុំបានឃើញផ្ទាល់ភ្នែកពូមីងយ៉នកំពុងរារាំងនៅខាងក្រោយឯពូមីងចឹងនិងអ្នកផ្សេងទៀតភ័យខ្លាចរត់មិនរួចក៏រុញពូមីងយ៉នទៅខាងក្រោយតែម្ដងពេលខ្ញុំទើបរងរបួសគ្រូពេទ្យប្រាប់ថាបើលក់ជ្រូកនៅផ្ទះមួយក្បាលនោះគឺមានសង្ឃឹមលើសពីពាក់កណ្ដាលក្នុងការមើលជើងខ្ញុំឲ្យជាចុះម៉ែវិញដើម្បីកុំឲ្យគ្រួសារទាំងមូលអត់ឃ្លានម៉ែបែរជាឈោមមើលខ្ញុំខ្លាចជាមនុស្សពិការគ្រូពេទ្យក៏បាននិយាយដែរថាមានសង្ឃឹមតែពាក់កណ្ដាលប៉ុណ្ណោះបើជើងពុកខ្ញុំជាគាត់អាចបន្តទៅបរបាញ់ចិញ្ចឹមគ្រួសារបានម៉ែសំបីតែផ្លូវរស់មួយខ្សែក៏មិនព្រមឲ្យគាត់ដែរឥឡូវនេះម៉ែថែមទាំងចង់យកស៊ូអ៊ឺទៅរៀបការឲ្យអ្នកកាប់ជ្រូកលាវរុញនាងទៅក្នុងរណ្ដៅភ្លើងទៀតផ្ទះអ្នកកាប់ជ្រូកលាវមានស្បៀងអាហារស៊ូអ៊ឺទៅរស់នៅទីនោះមិនបាច់ព្រួយបារម្ភរឿងហូបចុកទេអ្នកកាប់ជ្រូកលាវនោះធ្វើឲ្យកូនស្រីគេស្លាប់អស់5 នាក់ហើយតើនរណាមិនដឹងគិតតែប៉ុណ្ណឹងបានហើយចាប់ពីថ្ងៃនេះទៅខ្ញុំហានមីងយ៉នគ្មានពាក់ព័ន្ធអ្វីជាមួយគ្រួសារតកូលហានចាស់នេះទៀតឡើយទោះជាខ្ញុំនាំប្រពន្ធកូនទៅអត់ស្លាប់ក៏មិនមកជន់ផ្ទះពួកឯងទៀតដែរលិខិតបែកផ្ទះខ្ញុំបានយកទៅចុះបញ្ជីនៅឯទីប្រជុំជនរួចរាល់ហើយបងស្រីត្រកូលហានថ្ងៃក្រោយកុំមកបង្កចំនួននៅទីនេះទៀតអីចុះបញ្ជីរួចហើយពីនេះហើយស្មានតែយប់នេះអាចលួចយកមកកំទេចចោលវិញបានទោះជាបែកផ្ទះគ្នាក៏ដោយខ្ញុំជាម៉ែមកអង្គុយអត់ឃ្លានបែបនេះមិនសមហេតុផលទេថ្ងៃនេះនិយាយយ៉ាងណាក៏ត្រូវតែឲ្យទន្សាយពាក់កណ្ដាលមកខ្ញុំដែរយាយធំយាយចង់បានទន្សាយមែនទេមីក្មេងចង្រៃហើយអញថាស្អីហ្នឹងពុកខ្ញុំជប់ទទួលស្គាល់យាយហើយបើខ្ញុំមិនហៅយាយធំតើឲ្យខ្ញុំហៅស្អីទៅសូមខ្ចីលោកធ្វើជាខែលការពារមួយគ្រាសិនហើយទន្សាយនេះគឺបងប្រុសឆឹងឃើញពួកខ្ញុំកំសត់ពេកទើបយកមកឲ្យពួកខ្ញុំជួយធ្វើស្អាតបើយាយចង់បានទៅសួរប្រុសឆឹងទៅបើគាត់យល់ព្រមខ្ញុំគ្មានយោបល់អីទេពួកវាទាំងពីរនាក់ទៅត្រូវរកគ្នាតាំងពីអង្ការកុំធ្វើឲ្យខូចការណាតិចទៀតខ្ញុំនិងពុកខ្ញុំនឹងមកហូបជុំគ្នាគេចង់មកមែនឬទន្សាយដ៏កំសត់របស់ខ្ញុំបានហើយបែកផ្លូវគ្នាតាមនឹងទៅអញចង្កេះអញក្រេកហើយ